បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះពុកទឹកខ្មុំទៀតអីបាទខ្មុំជើងអេព្រៃមើលនេះចាមានបងប្អូនខ្លះគាត់នៅតែមិនតាន់ជឿថាមានខ្មុំធម្មជាតិបាទអញ្ចឹងខ្ញុំតែងតែថតបង្ហោះអំពីសកម្មភាពពិតបាទវាមានមែនបាទចំណុចណាក៏ដោយខ្ញុំតែងតែនិយាយយើងស្ដាប់គេហើយឆ្លើយជ្រាវខ្លះអញ្ចឹងណាយើងកុំគិតថាអ្វីដែលយើងមិនដឹងវាអត់មានណាចុះនិយាយអញ្ចឹងរៀនសិក្សាស្វែងយល់ទៅបានដឹងការពិតបើឮដូចថាឮខ្ញុំនិយាយហើយអញ្ចឹងត្រូវតាមដានទៀតដូច page ខ្ញុំហ្នឹងបាទ Facebook ហួរតុងហ្នឹងបាទTelegram 088321347បាទហើយក្នុង YouTube ក៏ខ្ញុំមានបង្ហាញដែរត្បូងធម្មជាតិនិងឃ្មុំជាអេព្រៃរដូវប្រាំងបាទអាហ្នឹងខ្ញុំលក់តែរដូវប្រាំងទេចំណែកត្បូងខ្ញុំលក់គ្រប់រដូវបាទន័យថាត្បូងខែណាក៏ល្អដែរអញ្ចឹងណាហើយចំពោះទឹកឃ្មុំខ្ញុំលក់តែខែប្រាំងទេខែវស្សាគុណភាពវាខ្សោយអញ្ចឹងខ្ញុំអត់លក់ទេហើយបើទៀតការពូតទឹកឃ្មុំព្រៃខ្ញុំតើតែយកមកចម្រោះពូតចម្រោះដោយខ្លួនឯងនៅផ្ទះអញ្ចឹងបានខ្ញុំយកអញ្ចឹងណាមិនមែនចេះតែបន្លែបន្លំទេបាទព្រោះខ្ញុំក៏ជាអ្នកលក់ត្បូងធម្មជាតិដែរអញ្ចឹងមានតែភាពស្មោះត្រង់ការលក់ដូរពិតប្រាកដទៅជាផ្លូវដែលយើងអាចដើរទៅមុខបានយូរបាទឬគេហៅថាទៅឆ្នាំងបាយបានយូរបាទឆ្នាំងបាយមិនចេះរីងស្ងួតបើសិនយើងលក់អ្វីដោយស្មោះត្រង់ពិតប្រាកដបាទ